គ្រាន់តែលេងរឿង BL មួយសោះធ្វើឲ្យតួអង្គឯករបស់យើងមានការផ្លាស់ប្ដូរខ្លាំងមែនទែនរឿង Revenge Love នេះគឺមានការល្បីខ្លាំងមែនទែនហ្មងធ្វើឲ្យតួអង្គឯកទាំងតួអង្គរងមានការកើនឡើងនៃការគ្រប់គ្រងខ្លាំងមែនទែនប៉ុន្តែក៏មានអត់ល្អហើយនឹងល្អនៅក្នុងចំណុចដែលមានភាពល្បីល្បាញនឹងដែរប៉ុន្តែគឺចង់និយាយពីការគ្រប់គ្រងនៃកំណើនរបស់ការគ្រប់គ្រងជនជាតិចិនទាំង international ទាំងជនជាតិចិនអីចឹងច្រើនខ្លាំងមែនទែនអ្នកគ្នាតាមមករឿងឯណារឿងមួយនេះគឺស្នងតំណែងពីរឿង The Untamed ហ្មងរឿង The Untamed នឹងមួយគឺថាល្បីសាហាវហ្មងគ្រាន់តែចេញមករឿងនឹងមួយគឺថាផ្ទុះវិស័យ BL ហ្មងហើយខ្ញុំស្គាល់ BL ចិនហ្នឹងក៏ដោយសារតែរឿងហ្នឹងដែរហើយមកដល់រឿង Revenge Love នេះវិញគឺថាមានការផ្ទុះដែរចាគឺស្នងតំណែងតែម្ដងមើលថ្ងៃមុនដែល CU បាន perform នៅលើ stage ហ្នឹងទៅអ្នកនរគ្នាដឹងហើយថាមនុស្សនេះខ្ញុំដឹងថាប្រជាជនចិនច្រើនអ្នកគ្រប់គ្រងក៏ច្រើនដែរប៉ុន្តែនេះគ្រាន់តែមករឿងឯណារឿងនេះតែបានពាក់កណ្ដាលទេអ្នកនរគ្នានិយាយពីថាមនុស្សទៅចាំច្រើនហ្មងសំបី fan ខ្លះទៀតចាតែដេកនៅនឹងយកមកចាំហើយ CU នឹងកាលពីមុនដែលគ្នាអត់ទាន់ប្រឡូកចូលទៅក្នុងវិស័យ BL ហ្មងគ្នាក៏ធ្លាប់ជា trainee ម្នាក់នៅក្នុងកម្មវិធីចិនមួយដែរប៉ុន្តែត្រូវបានបោះបង់វិញហើយមកមើលជីវិតគ្នាការពេលហ្នឹងគឺពិបាកខ្លាំងមែនតើដូចអ្នកនរគ្នាធ្លាប់មើលរូបភាពច្រើនវីដេអូច្រើនដែលគេបានដាក់អញ្ចឹងថាគ្នាតស៊ូប៉ុណ្ណារហូតមកដល់ឥឡូវហ្នឹងគឺដឹងថាឃើញមនុស្សច្រើនមាន fan គ្រប់គ្រងអញ្ចឹងពេលខ្លះក៏គ្នាមានមោទនភាពទៅលើខ្លួនឯងដែលខ្លួនឯងបានតស៊ូដល់ថ្ងៃហ្នឹងគឺសរសើរហ្មងយីមែន